នៅពេលឃើញមេដាខ្លួនឯងណាគិតស្មានថាជាស្រីសៀមចឹងទៅក៏កាត់ចិត្តប្រតិព័ទ្ធហើយព្រះនាងសាក់ក្អមហ្នឹងគឺដូចគ្នាស្មានតែបត់របស់ខ្លួនឯងហ្នឹងគឺជាបងប្អូនទាំងគ្នាខ្ញុំបានធ្វើដំណើរមកដល់ភ្នំបាយ៉ង់កោហើយនេះគឺវាស្អាតខ្លាំងមែនតើthe best អ្នកគ្នាអូយតែយើងខ្ញុំជិះម៉ូតូឡើងមកហើយអ្នកគ្នាអញ្ចឹងគឺខ្ញុំត្រូវធ្វើដំណើរថ្មើរជើងទៅតាមផ្លូវនេះកម្ពុជាដើមមាន3តង់គឺមួយតង់ហ្នឹងមាន90អញ្ចឹងមើល90គុណនឹង3វា70កម្មទៀតអញ្ចឹងខ្ញុំត្រូវដើរឡើងកម្ពុជាដើម270កម្មទៀតអូយស្អាតខ្លាំងណាស់គេទេសភាសានេះគឺកសាងឡើងតាំងពីសម័យចេនឡាបងប្អូនគឺតាំងពីសតវត្សទី7និយាយទៅមុនកវត្តទៀតហើយក៏មានរឿងព្រេងតាក់ទងជាមួយនឹងប្រាសាទនឹងដែរតែចាំឡើងទៅដល់លើខ្ញុំនឹងនិយាយប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាសំខាន់ទេសភាពស្អាតខ្លាំងមែនតើអូម៉ៃបងគ្នាស្អាតខ្លាំងមែនតើហ្នឹងនេះយកមកពីលើនេះទៅគឺថាស្អាតខ្លាំងមែនតើឃើញអត់ឃើញទេសភាពខាងក្រៅអត់បងប្អូនគឺដល់ចុះអាប់ដូចហត់អ្នកគេហត់ទោះស្គាល់ថាហត់តែសុបាយឥឡូវយើងបានធ្វើដំណើរឡើងមកដល់ភ្នំបាយ៉ង់កោហើយមើលទេសភាពនៅខាងក្រៅខ្ញុំនេះបងប្អូនគឺថាចុះអាប់ឡើងនេះទៅគឺអត់សូវមានប្រាសាទណាដែលថាកសាងឡើងពីអត់ហើយមានរូបចម្លាក់ទេបងប្អូនបើនិយាយពីប្រាសាទនៅតាកែវនេះគឺប្រាសាទបាយ៉ង់កោនេះហើយដែលនៅសេសសល់ស្អាតជាងគេបងប្អូនហើយក្បាច់ចម្លាក់អីគឺស្អាតខ្ញុំដើរប្រាសាទនៅសៀមរាបភាគច្រើនគឺថ្មភក់ដែលគេយកទៅឆ្លាក់អញ្ចឹងណាតែនេះគឺថ្មដីឥដ្ឋគេឆ្លាក់រូបចម្លាក់នៅលើដីឥដ្ឋតែបងប្អូនឃើញថាអាយុកាលវាចូលជាង1000ឆ្នាំហើយអញ្ចឹងគឺប្រាសាទបើនិយាយពីគ្រឹះប្រាសាទគឺប៉ុណ្ណឹងយើងចាត់ទុកថាវានៅស្អាតហើយបងប្អូនខ្ញុំសួរពូដែលគាត់នៅខាងក្រៅនេះគាត់ថាប្រាសាទភ្នំបាយ៉ង់កោនេះភាគច្រើនគេឡើងមកដើម្បីធ្វើការអុជធូបសុំសេចក្តីសុខឬក៏សុំបំណងប្រាថ្នាផ្សេងឬក៏អ្នកដែលមានបារមីមានអីគេមកអុជធូបនៅតំណឹងណានៅក្នុងប៉មនេះបងប្អូនគឺគេថាស័ក្តិសិទ្ធរឿងនេះខ្ញុំអត់សូវជាច្បាស់ប៉ុន្មានដែរបងប្អូនអូយបើសោះអញ្ចឹងមុនពេលដែលខ្ញុំនឹងធ្វើការដើរថតប្រាសាទឲ្យអ្នកគ្នាមើលក៏ដូចជានិយាយរឿងខ្លះៗពាក់ព័ន្ធជាមួយប្រាសាទគឺខ្ញុំចង់មកបង្ហាញអ្នកគ្នាអំពី collection ថ្មីមួយរបស់រូបថតដែរបងប្អូនគឺទាំងអាវដែលខ្ញុំពាក់ហើយជាមួយនឹងគ្របដែលខ្ញុំស្ពេងជាមួយនឹង scarf នេះគឺសុទ្ធតែខ្ញុំបានមកពីខាងបងរូបថតនេះទាំងអស់ហើយសំខាន់គឺសាច់របស់គាត់គឺខ្ញុំពាក់ទៅត្រជាក់ស្រួលអ្នកខ្ញុំពាក់ឡើងភ្នំគឺខ្ញុំពាក់ដើរឡើងភ្នំបងប្អូនខ្ញុំពាក់ទៅអត់ហប់ទេហើយសំខាន់បូកផ្សំជាមួយនឹងបរិយាកាសនៅលើភ្នំគឺថាត្រជាក់ហើយខ្យល់ខ្លាំងមែនតើដូចបងប្អូនស្ដាប់ឮសលេងអញ្ចឹងគឺត្រជាក់ខ្លាំងមែនតើនៃមើលខ្យល់ឡើងប៉ៅសក់ខ្ញុំឯអ្នកគ្នាគឺស្រួលស្ពីខ្លាំងមែនតើខ្ញុំនិយាយមែនខ្ញុំប្រើរបស់គាត់ដល់ចង់ចាស់ហើយទៅប្រម៉ូទឲ្យគាត់ទេអ្នកគ្នាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនអ្នកគ្នាចង់បានអាវដែលខ្ញុំកំពុងពាក់ក៏ដូចជា scarf ឬក៏កាបូបដែលខ្ញុំកំពុងតែស្ពាយនេះគឺអាចឆាតតាក់ទងទៅកាន់ page រូបថតនេះបានខ្ញុំអត់ដឹងថានៅលើភ្នំគឺមានកូនឆ្កែអញ្ចឹងឯអ្នកគ្នាម្ដងពេលតាណាអញ្ចឹងគឺខ្ញុំតែងតែដាក់ចំណីទៅតាមរហូតតែលើកនេះគឺខ្ញុំអត់បានយកមកចេះស៊ីនំប៉័ងអត់ឆ្កែដូចជាគេឲ្យញ៉ាំឈីសទេហាមអូយកបានយកចំណីមកអ្នកគ្នានំប៉័ងថ្មីខ្ញុំអត់ទាន់បានញ៉ាំទេបងប្អូនឥឡូវយកមកបញ្ចុកឆ្កែបដ ாய் យ៉ាមីអូអ្នកគ្នាខ្ញុំអត់ដឹងថាវាមាននៅលើភ្នំវាមានអីស៊ីអត់ទេនេះហើយឡើងនៅលើកពូលភ្នំហ្មងណាប្រហែលជាមានអ្នកដាក់ចំណីឲ្យវាស៊ីព្រោះវាមិនសូវស្គមដែរវាមានសាច់ដែរអូយអ្នកគ្នាអូយប្តីក្ដួលខ្ជូតកលែងណាបងប្អូនគ្នាអញ្ចឹងប្រាសាទនេះគឺកសាងឡើងតាំងពីសតវត្សទី7ណាគឺនៅក្នុងរាជរបស់ព្រះបាទភវវរ្ម័នទី2ដែលកាលហ្នឹងគឺសម័យចេនឡាបងប្អូនហើយគឺគេមានប្រាសាទនេះកសាងឡើងមានថ្មដែលឥដ្ឋលាយជាមួយនឹងថ្មភក់ហើយក៏ដូចជាថ្មបាយក្រៀមបងប្អូនថ្មបាយក្រៀមហើយមានដូចជាបាសាលមួយទៀតហើយថ្មបាយក្រៀមនេះគឺគេសន្និដ្ឋានថាគេយកចេញពីខេត្តតាកែវនេះឯងបងប្អូននិយាយទៅប្រាសាទភ្នំបាយ៉ង់កោនេះគឺមានទីតាំងស្ថិតនៅលើភ្នំបាយ៉ង់កោដែលនៅក្នុងខេត្តតាកែវបងប្អូនយើងជិះពីពេញមកប្រហែលជា100គីឡូជាងបងប្អូន120គីឡូអីហ្នឹងជិះមកដល់ហើយយើងត្រូវជិះម៉ូតូឡើងមកមកតង់ទៀតហើយយើងត្រូវដើរឡើងមកតង់ទៀតដល់យើងឡើងមកដល់តែបងប្អូនគឺអត់សូវបានមកលេងដល់ទេអញ្ចឹងក៏ខ្ញុំឆ្លៀតថតឲ្យបងប្អូនមើលទៅព័ន្ធជាមួយនឹងរឿងព្រេងប្រាសាទនេះគឺខ្ញុំមិនសូវជាចង់ឲ្យពុកម៉ែបងប្អូនផ្ដោតសំខាន់ខ្លាំងថាព្រោះវាមិនសូវជាផ្ដោតអត្ថន័យអប់រំខ្លាំងប្រហែលទេបងប្អូនទៅរឿងព្រេងរបស់ប្រាសាទនេះគឺតាក់ទងជាមួយនឹងពួកសៀមណាបងប្អូនហើយបើសិនជាយើងនិយាយទៅកាលពីសម័យចេនឡាពួកសៀមអត់តន់កកើតទេពួកសៀមតែកើតឡើងក្រោយនៅក្នុងសតវត្សទី12ទេដែលនៅក្នុងឆ្នាំ1293បះបោប្រឆាំងជាមួយនឹងប្រជាជាតិខ្មែរយើងនោះបានបង្កើតជារដ្ឋនឹងរដ្ឋសុខោតីនោះហើយចំពោះរឿងព្រេងនេះបើសិនជាយើងគិតពីការចាប់ផ្ដើមកសាងប្រាសាទតាំងពីសតវត្សទី7គឺតាំងពីសម័យចេនឡាអញ្ចឹងតែចំពោះរឿងព្រេងនោះគឺមានពាក់ព័ន្ធជាមួយនឹងសៀមយើងត្រូវដឹងថារឿងព្រេងមួយជារឿងព្រេងហើយមួយទៀតជារឿងប្រវត្តិសាស្ត្រអញ្ចឹងយើងកុំសូវយកចិត្តទុកដាក់ពេកថារឿងព្រេងហ្នឹងគឺជារឿងពិតព្រោះថារឿងព្រេងខ្លះគឺបង្កើតឡើងដើម្បីផ្ដល់តម្លៃអប់រំហើយរឿងព្រេងខ្លះគឺបង្កើតឡើងគឺអត់មានបាន
ផ្ដល់ជាតម្លៃអប់រំឲ្យដល់យើងទេគឺបានស្ដាប់តគ្នាដើម្បីកែអបសក់អញ្ចឹងទៅបងប្អូនចំពោះរឿងព្រេងប្រាសាទបាយ៉ង់កោនេះគេនិយាយថាការពីព្រេងនាយហ្នឹងមានស្ដេចមិនមួយអង្គដែលទ្រង់ពនាមព្រះបាយ៉ង់ហើយពេលហ្នឹងគឺទ្រង់រស់នៅក្នុងរាជដំណាក់មួយនៅលើភ្នំដងរែកណាហើយមានព្រះមហេសីមួយដែលមានរូបឆោមស្អាតខ្លាំងមែនតើគឺហើយសក់របស់ពនាងហ្នឹងគឺគេហៅថាក្អូបមយោដើមចងាយមយោពីពនាងក៏នៅតែធំក្លិនក្អូបសក់របស់ពនាងដែរហើយនៅពេលហ្នឹងគឺដោយសារតែរូបឆោមរបស់ពនាងគឺល្បីទៅដល់ស្ដេចសៀមដល់ពេលអញ្ចឹងគឺធ្វើឲ្យស្ដេចសៀមហ្នឹងចង់ចាប់ព្រះនាងយកទៅនគររបស់ពួកសៀមហ្នឹងបាទបាយ៉ង់ទ្រង់ដឹងឮអញ្ចឹងក៏ភ័យហើយក៏នាំព្រះនាងសក់ក្អូបនេះគឺរត់ធ្វើដំណើរតាមសំពៅគឺឆ្លងកាត់សំពៅរហូតដល់ភ្នំមួយហើយក្នុងពេលធ្វើដំណើរហ្នឹងគឺបានជួបប្រទះរឿងរ៉ាវច្រើនដែលធ្វើឲ្យមានការកកើតនៅទីតាំងណាមួយនៅត្រង់កន្លែងដែលទ្រង់ជួបប្រទះរឿងទាំងអស់ហ្នឹងទ្រង់ធ្វើដំណើរដល់ទីតាំងមួយដែលពួកសៀមវាតាមតាន់ហើយទ្រង់ក៏បានធ្វើការបន់ស្រន់អ្នកតាទឹកអ្នកតាភ្នំនៅកន្លែងហ្នឹងហើយវាថាអត់ធុកអត់ទៀនបន់ស្រន់អញ្ចឹងទៅសូមឲ្យទៅរកបានទីទួលសុវត្ថិភាពក៏ដូចជាសូមឲ្យពួកសៀមហ្នឹងតាមអត់តាន់លិចទុកកដាទលេអីអញ្ចឹងទៅណាបងប្អូនហើយកំឡុងពេលដែលទ្រង់បួងសួងហ្នឹងគឺទ្រង់បានដាក់បំណន់ណាថានៅបើសិនជាទ្រង់ទទួលបានពរជ័យទាំងអស់ហ្នឹងឲ្យគេហៅថាសត្រូវខ្ចាត់ព្រាត់អស់ហើយឲ្យទ្រង់អាចទៅរកទីទួលសុវត្ថិភាពមែនគឺទ្រង់នឹងធ្វើការកោព្រះកេសកោសក់ថ្វាយដល់អ្នកតាទឹកហ្នឹងហើយធ្វើការកសាងប្រាសាទដើម្បីឧទ្ទិសថ្វាយដល់អ្នកតាទឹកអីហ្នឹងកន្លែងហ្នឹងក៏គេជាប់ឈ្មោះថាភូមិមន្លងទៀននៅកន្លែងដែលទ្រង់បានសុំបួងសួងសុំអ្នកតាទឹកអ្នកតាដីឲ្យជួយហ្នឹងអញ្ចឹងហើយបន្ទាប់មកទ្រង់ក៏ធ្វើដំណើរបន្តទៀតនិយាយទៅកន្លែងហ្នឹងគឺមានរឿងរ៉ាវច្រើនខ្លាំងមែនតើពាក់ព័ន្ធជាមួយនឹងការកកើតទឹកដីណាមួយអញ្ចឹងតែអាហ្នឹងគឺយើងកុំសូវយកចិត្តទុកដាក់ខ្លាំងពេកព្រោះវាគ្រាន់តែជារឿងព្រេងអញ្ចឹងណាបងប្អូនបន់ស្រន់ចប់អស់ហើយអញ្ចឹងទៅតបសៀមហ្នឹងក៏ខ្ចាត់ព្រាត់មែនគឺលិចទុកកដាទលេអញ្ចឹងនៅពេលដែលទ្រង់ធ្វើដំណើររហូតទៅក៏ធ្វើដំណើរដល់កន្លែងមួយដែរគេហៅថាជាទីទួលសុវត្ថិភាពហើយដល់កោះមួយទ្រង់ក៏បានធ្វើការកសាងប្រាសាទមួយដើម្បីលាបំណន់ណាក៏ដូចជាមានការកោប្រកេះផងដែរកោសក់អ្នកទាំងអស់គ្នាហ្នឹងហើយប្រាសាទហ្នឹងគឺអាចថាជាប្រាសាទភ្នំបាយ៉ង់កោដែលខ្ញុំកំពុងថតឲ្យបងប្អូនមើលនេះនឹងឯងតែព្រះបាទបាយ៉ង់ទ្រង់ធ្វើការកោព្រះកេសដើម្បីលាបំណន់អញ្ចឹងទៅក៏គេដាក់ឈ្មោះថាប្រាសាទបាយ៉ង់កោអញ្ចឹងបន្ទាប់ពីទ្រង់បានរស់នៅជាមួយនឹងពនាងសក់ក្អូបបានសុកបានមួយរយៈគឺទ្រង់មានបុត្រាមួយក៏បានដាក់ឈ្មោះឲ្យបុត្រនឹងថាព្រះបាទដៃខ្លីក៏ប៉ុន្តែបុត្ររបស់ព្រះអង្គនេះគឺមិនមែនមានដៃខ្លីទេរបស់ទ្រង់គឺមានរូបរាងកាយស្អាតបាតដូចមនុស្សធម្មតាទេតែទ្រង់មានបច្ចុប្បន្ន5ភាសាហ្នឹងបុត្ររបស់ទ្រង់ហ្នឹងក៏ពួកសៀមហ្នឹងពួកស្ដេចសៀមហ្នឹងវាគេថានៅតែចង់មកដណ្ដើមពនាងសក់ក្អូបនឹងទៅទៀតដល់ពេលអញ្ចឹងទៅគឺបានប្រើល្បិចឲ្យពពួកពលទាហានហ្នឹងមកសម្ដែងល្ខោនសម្ដែងអីដើម្បីតាក់ចិត្តដំបូងគឺសម្ដែងដើម្បីឲ្យប្រជាជនឲ្យពួកភលៀងពួកអីមើលទេចឹងណាមកសម្ដែងនៅកន្លែងទីតាំងដែលបាយ៉ង់ហើយជាមួយនឹងពនាងសក់ក្អូបនឹងនៅហ្នឹងហើយដល់ពេលសម្ដែងយូរទៅពួកភលៀងពពលទាំងអស់ហ្នឹងគឺធ្វើចិត្តតែតកោតសរសើរពពួកសៀមនឹងថាសម្ដែងស្អាតសម្ដែងសមចម្រៀងពីរោះអីចឹងទៅរហូតដល់ថ្ងៃមួយធ្វើឲ្យពនាងហ្នឹងគឺចង់កើតចិត្តចង់ទៅទស្សនាល្ខោនពួកសៀមនឹងសម្ដែងហើយក៏បានសុំព្រះបាទបាយ៉ង់កោទៅក៏ចុងក្រោយក៏បានទៅទស្សនាល្ខោនពួកនឹងទៅក៏ត្រូវបានពួកនឹងចាប់យកទៅស្រុកសៀមបាត់ចឹងទៅនៅពេលដែលចាប់បានទៅស្រុកសៀមហ្នឹងគឺព្រះបាទបាយ៉ង់គឺទ្រង់ពិបាកចិត្តខ្លាំងមែនទែនហើយពនាងក៏ទ្រង់ពិបាកចិត្តដែរនៅពេលដែលទៅដល់ស្រុកសៀមហ្នឹងគឺពួកសៀមបានដាក់ឲ្យពនាងសក់ក្អូបហ្នឹងនៅក្នុងគេថាប្រាសាទមួយអញ្ចឹងណាពលាងមានអីបំរើធម្មតាអញ្ចឹងទៅហើយរហូតដល់រយៈពេលមួយដែលបុត្ររបស់ទ្រង់ដែលជាព្រះបាទដៃខ្លីដែលទ្រង់បានចម្រើនវ័យដល់អាយុ12ឆ្នាំកើតចិត្តសួររកម្ដាយថាមិនបានអត់ឃើញព្រះមេដាអញ្ចឹងព្រោះរស់នៅឃើញតែព្រះបិតាអញ្ចឹងទៅព្រះបិតាក៏បាននិយាយថាព្រះមេដាត្រូវបានពួកសៀមចាប់យកទៅស្រុកសៀមអញ្ចឹងទៅក៏បុត្រហ្នឹងកើតចិត្តមួយចង់ទៅតាមរកមេដាស្វែងរកមេដាមកវិញព្រះបាទបាយ៉ង់កោក៏បានឲ្យបុត្រហ្នឹងគឺគេថាអនុញ្ញាតឲ្យបុត្រទៅស្វែងរកមេដានៅស្រុកសៀមអញ្ចឹងទៅហើយនៅបាទបាយ៉ង់ហ្នឹងអត់បានឲ្យបុត្រទៅទាំងដៃទទេទេបានឲ្យពពួកពលហ្នឹងចំនួន100,000នាក់ទៅតាមជាមួយនឹងទ្រង់ណាចិត្តដល់ស្រុកសៀមហ្នឹងព្រះបាទដៃខ្លីហ្នឹងក៏ទ្រង់ជាឲ្យពពួកពលហ្នឹងគឺនៅចាំទ្រង់នៅតំណឹងហើយទ្រង់សុខចិត្តយាងទៅតែឯងធ្វើដំណើរទៅដល់ស្រុកសៀមហ្នឹងក៏បានគេហៅថាមើលពីចម្ងាយទៅគឺឃើញប្រាសាទមួយដែលនៅក្នុងហ្នឹងគឺមានមនុស្សស្រីម្នាក់ដែលអង្គុយនៅក្នុងប្រាសាទហ្នឹងឃើញតាមបង្អួចណាក៏ចាប់ចិត្តស្រឡាញ់ហើយគិតថាមនុស្សស្រីម្នាក់ហ្នឹងគឺជានារីស្រុកសៀមអញ្ចឹងទៅហើយក៏កើតចិត្តស្រឡាញ់អត់ដឹងទេថាអ្នកដែលខ្លួនកំពុងតែកើតចិត្តស្រឡាញ់ហ្នឹងគឺជាមេដារបស់ខ្លួនណាព្រោះដោយសារតែព្រះនាងសក់ក្អូបហ្នឹងគឺអត់ចេះចាស់ទេខ្ញុំភ្លេចប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាគឺព្រះនាងសក់ក្អូបនេះគឺទោះបីជាទ្រង់មានអាយុ30ឆ្នាំ40ឆ្នាំក៏ទ្រង់នៅតែមើលទៅឃើញដូចអាយុ18ដែរហើយមុនពេលព្រះបាទដៃខ្លីមកស្វែងរកមេដានេះព្រះបិតារបស់ទ្រង់ក៏បានប្រាប់ដែរព្រះនាងសក់ក្អូបគឺអត់ចេះចាស់ទេទោះបីជា
មានវ័យ30-40ឆ្នាំក៏អត់ចេះចាស់ដែរតែម្ដងហ្នឹងគឺទ្រង់អត់ចាប់អារម្មណ៍ទេនៅពេលឃើញមេដាខ្លួនឯងណាគិតស្មានថាជាស្រីសៀមចឹងទៅក៏កើតចិត្តប្រតិព័ទ្ធហើយព្រះនាងសក្កអមហ្នឹងគឺដូចគ្នាស្មានតែបុត្ររបស់ខ្លួនឯងហ្នឹងគឺជាសៀមចឹងទៅគឺកើតចិត្តស្រឡាញ់ប្រតិព័ទ្ធគ្នាហើយក៏បានធ្វើរឿងមិនគប្បីចំពោះគ្នាចឹងបានខ្ញុំអត់ចង់និយាយស៊ីជម្រៅពាក់ព័ន្ធជាមួយនឹងរឿងព្រេងនៅទីនេះព្រោះដោយសារតែរឿងព្រេងខ្លះគឺយើងស្ដាប់ហើយគឺយើងបានតែស្ដាប់ចោលទេយើងកុំយកចិត្តទុកដាក់ថាវាគឺជារឿងដែលពិតខ្លាំងពេកព្រោះរឿងខ្លះគឺបង្កើតឡើងមកយើងស្ដាប់ទៅមានជាការហោកតម្លៃចិត្តសាសខ្មែររបស់យើងចឹងហើយគឺយើងស្ដាប់ចោលទៅពុកម៉ែបងប្អូនទាំងអស់គ្នាគឺពេលហើយក៏ព្រះបាទដៃខ្លីនឹងក៏បានគេហៅថាយកមេដាហ្នឹងចេញមកដល់សំពៅជួបជាមួយនឹងពពួកពលទាហានពពួកអីទៅក៏និយាយគ្នាដឹងគ្នាទៅថាតាមពិតទៅគឺពនាងនេះគឺជាមេដារបស់ព្រះបាទដៃខ្លីហ្នឹងហើយក៏កើតចិត្តស្ដាយសំណោះអញ្ចឹងទៅក៏ធ្វើដំណើររហូតទៅជួបជាមួយនឹងព្រះបាទបាយ៉ង់វិញតែទៅជួបជាមួយនឹងព្រះបាទបាយ៉ង់នេះក៏ទ្រង់មិនយកទោសបីដែរព្រោះគិតថាធម្មតាមេដាជាមួយនឹងបុត្រគឺមិនអាចទៅធ្វើរឿងអញ្ចឹងបានទេដោយសារតែការយល់ច្រឡំគ្នាអញ្ចឹងទៅខ្លាចបុត្ររបស់ទ្រង់ហ្នឹងគឺធ្លាក់នរកធ្លាក់អីហ្នឹងបាបអញ្ចឹងទៅធ្វើរឿងមិនខុសបីជាមួយមេដារបស់ខ្លួនអញ្ចឹងក៏បានបញ្ជាឲ្យបុត្រហ្នឹងគឺកសាងស្រះអង្គចំនួន1001អង្គដែលមិនមែនទ្រង់តែជីកតែឯងទេគឺទ្រង់បានបញ្ជាឲ្យពលចំនួន1000ហ្នឹងជួយជីកស្រះអង្គហ្នឹងជាមួយនឹងបុត្រត្រារបស់ទ្រង់ដែរចាត់ទុកថាព្រះបាទដៃខ្លីហ្នឹងនឹងអស់បាបលុះត្រាតែស្រះទាំងអស់ហ្នឹងគឺរីងអស់នៅសល់តែស្មៅនៅសល់តែដីអញ្ចឹងទៅជាហេតុយើងឃើញថានៅខេត្តតាកែវនេះគឺសម្បូរកន្លែងដែលមានឈ្មោះថាអង្គដូចជាអង្គរកាអញ្ចឹងទៅបើសិនជាបងប្អូនទំនេរជិះឆ្លងកាត់អីគឺអាចសាកចូលមកឈៀងមើលប្រាសាទភ្នំបាយ៉ង់កោនេះបានវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេខ្ញុំអត់មាននិយាយទៀតទេបងប្អូនអរគ្នាចាំជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ